បាទស្គប់ពីរហ្នឹងគាត់មានបញ្ហាគាត់ថាជីទៅវាសារលុតទៅបងប្អូនអញ្ចឹងពេលខ្ញុំដោតចូលម៉ាស៊ីន scan មើលទៅវាជាប់កូដ52ដងអញ្ចឹងប្រាប់គាត់បញ្យល់ប្រាប់គាត់ឥឡូវសម្រាប់ចិត្តដូរផ្នែកដេតែម្ដងឥឡូវនេះកំពុងតែដោះបំភ្លើងជាប់ជាមួយនឹងផ្នែកដេដប់ហ្នឹងហើយ21ខ្ញុំមើលទៅដូចជាប្រឡងដូចជាប្លែកដែរបាទគឺហ្វាប្រុកវាយពើធ្វើស្ពឺយើងកៅប្រឡងចេញហ្នឹងហើយបងប្អូនចាំទស្សនារបស់គ្នាឥឡូវនេះខ្ញុំចាំដើមដោះខ្ចៅអស់ដើម្បីដកយកផ្នែកដេចេញដោះខ្ចៅ3ហើយយើងនៅសល់ផ្នែកដេបាទខ្ចៅផ្នែកដេតែវារៀងរុនរាក់ពេកទៅបងប្អូនប្រយ័ត្នកន្លែងហ្នឹងប្រយ័ត្នវាអត់ចេញវិលវាយព្រោះបែកអញ្ចឹងខ្ញុំប្រយ័ត្នរហូតបាទអញ្ចឹងដោះចេញហើយអញ្ចឹងបងប្អូនចាំទស្សនាទាំងអស់គ្នាចឹងខ្ចៅខាងក្នុង3ខាងក្រៅមួយផ្នែកដេហ្នឹងគឺយើងយកដុំភ្លើងចេញបានមួយដុំភ្លើងវាក៏រៀងប្លែកដែរគេថាគេបដោះតាមកបាទហើយនេះជាផ្នែកដេបាទខ្ញុំដោះចេញមកនេះផ្នែកដេវាប្លែកខុសពីផ្នែកដេធម្មតាចឹងជ្រុងរបស់គេគឺវានេះប្លែកហ្វាខ្សែដុំភ្លើងនេះគេហ្វាអញ្ចឹងបាទទៅរៀងប្លែកខុសពីធម្មតាឥឡូវនេះគឺខ្ញុំលាងសម្អាតបាទលាងសម្អាតមកមានបញ្ហាទេលាងសម្អាតឲ្យស្អាតមកយើងប្រើទៅវាមានការស្រួលអត់ទឹះដីទឹះអីតាក់អីទេបង ពេលដែលបងប្អូនធ្វើគឺលាងសម្អាតឲ្យបែបនេះបាទពេលដែលខ្ញុំដូរខ្ញុំដាក់របស់ស៊ីនចូលវិញផ្នែកដេហ្នឹងអត់ដាក់របស់អាចទេថ្លៃឡងមកវិញបាទព្រោះក្តៅឲ្យលុត